លោកโจ Biden បង្ហាញខ្លួនជាសាធារណៈលើកដំបូងតាំងពីប្រកាសកើតមហារីកធ្ងន់ធ្ងរអតីតប្រធានាធិបតីអាមេរិកโจ Biden បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងចាប់តាំងពីសេចក្តីប្រកាសថាលោកកើតជំងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលទី4លោកโจ Biden ត្រូវបានគេឃើញអញ្ជើញចូលរួមក្នុងពិធីទទួលសញ្ញាបត្ររបស់ចៅប្រុសក្នុងរដ្ឋ Connecticut កាលពីថ្ងៃសុក្រទី23ខែឧសភាឆ្នាំ2025អមដំណើរដោយអតីតជំទាវទី1 Jill Biden ជាមួយនឹងកម្លាំងហាក់មិនសូវចុះខ្សោយខ្លាំងណាស់ណានោះទេលោក Biden និយាយទៅកាន់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិ Bradley ថាខ្ញុំមានអារម្មណ៍ល្អមិនអីនោះទេកាលពីថ្ងៃច័ន្ទសប្តាហ៍មុនលោក Biden បានប្រកាសកើតជំងឺមហារីកក្រពេញប្រូស្តាតធ្ងន់ធ្ងរក្នុងអំឡុងការពិនិត្យសុខភាពជាប្រចាំហើយវាជាប្រភេទធ្ងន់ធ្ងរដែលកំណត់មាត្រដ្ឋានដោយពិន្ទុ Gleason 9/10 និងបានរាលដាលដល់ឆ្អឹងបាត់ទៅហើយពាក់ព័ន្ធនឹងបញ្ហានេះដែរមានការចោទប្រកាន់ដល់បុគ្គលិករបស់លោក Biden ថាបានលាក់បាំងរោគក្នុងអំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតីកន្លងមកលោក Biden បានទទួលការព្យាបាលជំងឺមហារីកស្បែកដោយជោគជ័យម្ដងរួចមកហើយកាលពីឆ្នាំ2023ពលគឺពេលដែលកាន់តំណែងជាប្រមុខសេតវិមានគាត់បានចេញដំបៅនៅលើទ្រូងក្នុងអំឡុងពេលពិនិត្យរាងកាយប្រចាំឆ្នាំមហារីកក្រពេញប្រូស្តាតគឺជាមហារីកទូទៅបំផុតទី2ដែលកើតលើបុរសបន្ទាប់ពីមហារីកស្បែកបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបុរស13នាក់ក្នុងចំណោម100នាក់នឹងវិវត្តទៅជាជំងឺមហារីកក្រពេញប្រូស្តាតនៅពេលណាមួយក្នុងជីវិតរបស់ពួកគេរុស្ស៊ីវាយប្រហារទូទាំងប្រទេសអ៊ុយក្រែនសម្លាប់មនុស្ស8នាក់និងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃអាទិត្យទី25ខែឧសភាឆ្នាំ2025នេះរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំនៅទូទាំងប្រទេសអ៊ុយក្រែនដែលជាលទ្ធផលបណ្ដាលឲ្យមនុស្ស8នាក់បាត់បង់ជីវិតនិង30នាក់រងរបួសសេចក្តីរាយការណ៍ខាងលើបន្តថាក្នុងចំណោមមនុស្សស្លាប់ទាំងអស់គឺមាន4នាក់នៅក្នុងតំបន់ Khmelnytsky ភាគខាងលិច3នាក់ក្នុងតំបន់ទីក្រុងគៀវនិងម្នាក់ទៀតនៅ Mykolaiv ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនក្រៅពីមនុស្សស្លាប់នោះហើយអភិបាលតំបន់ Khmelnytsky លោក Serhiy Turin បានបញ្ជាក់លើ Facebook ថាផ្ទះ6ខ្នងត្រូវខ្ទេចទាំងស្រុងខណៈ20ខ្នងទៀតរងការខូចខាតយ៉ាងដំណំការវាយប្រហារនេះកើតឡើងពីថ្ងៃប៉ុណ្ណោះបន្ទាប់ពីរុស្ស៊ីអ៊ុយក្រែនដោះដូរអ្នកទោសទ្រង់ទ្រាយធំបំផុតគិតចាំតាំងពីផ្ទុះសង្គ្រាមក្នុងខែកុម្ភៈឆ្នាំ2022មកកាលពីថ្ងៃសុក្រទី23ខែឧសភាភាគីនីមួយៗបានដោះលែងមនុស្សចំនួន390នាក់ដែលរួមមានបុគ្គលិកយោធាចំនួន270នាក់និងជនស៊ីវិល120នាក់នៅក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងផ្លាស់ប្ដូរអ្នកទោសសរុបចំនួន2000នាក់ភាគីទាំងសងខាងការដោះដូរនេះធ្វើឡើងបន្ទាប់ពីកិច្ចចរចាដោយផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសទូគីដែលជាកិច្ចសន្ទនាដ៏សំខាន់លើកដំបូងរវាងប្រទេសជាតិទាំងពីរក្នុងរយៈពេល3ឆ្នាំត្បិតគ្មានបទឈប់បាញ់ត្រូវបានបង្កើតឡើងក្នុងអំឡុងពេលកិច្ចចរចានោះក៏ដោយប៉ុន្តែការដោះដូរអ្នកទោសនេះគឺតំណាងឲ្យកាយវិការមនុស្សធម៌ដ៏គួរឲ្យកត់សម្គាល់ចំពេលអរិយភាពកំពុងតែបន្ត